បាទសូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះយើងនឹងមកមើលអំពីបាទការគណនាទៅលើ gross profit margin បាទក៏ដូចជាបាទការរកនៅ gross profit បាទអញ្ចឹងនៅពេលដែលយើងក៏លេខទៅមើលរបាយការណ៍បាទរបាយការណ៍ចំណូលបាទយើងនឹងឃើញបាទគឺគំរូទម្រង់បែបនេះបាទគឺមានចំណូលបាទដកជាមួយនឹងចំណាយបាទមាន gross profit margin ក៏ដូចជាបាទ gross profit បាទហើយយើងមានចំណាយប្រតិបត្តិការផ្សេងៗបាទដែលតាក់ទងទៅនឹងអាជីវកម្មបាទហើយបន្តមកទៀតបាទយើងមានចំណូលបានមកពីប្រតិបត្តិការផ្សេងបន្ទាប់ពីការដកចំណាយបាទហើយការទូទាត់ទៅលើបាទតាក់ទងទៅនឹងការប្រាក់ក៏ដូចជាការបង់ពន្ធយើងនឹងទទួលបាននៅប្រាក់ចំណេញសុទ្ធមួយបាទអញ្ចឹងថ្ងៃនេះបាទខ្ញុំសូមលើកមកបង្ហាញត្រឹមតែបាទតាក់ទងទៅនឹង gross profit នោះទេបាទអញ្ចឹងការដែលយើងអាចគណនាទៅលើ gross profit បានគឺយើងអាចបាទគេហៅថាប្រើប្រាស់នៅចំណូលដកជាមួយនឹងចំណាយទៅលើប្រតិបត្តិការសំទោសបាទចំណូលដកជាមួយនឹងចំណាយផ្ទាល់ឬក៏ចំណាយដែលតាក់ទងជាមួយនឹងទំនិញនិងសេវាកម្មនោះបាទអញ្ចឹងយើងមានឆ្នាំ2020ដល់រហូតទៅដល់ឆ្នាំ2026បាទអញ្ចឹងនៅលើ Excel បាទយើងអាចប្រើប្រាស់នៅរូបមន្តបាទស្មើបាទគឺយើងប៉ັດស្មើយើងយកចំណូលបាទដកជាមួយនឹងបាទចំណាយបាទ core goals ហើយយើង copy បាទយើង copy ហើយយើង select វាយើងផាសទាំងអស់បាទអញ្ចឹងយើងនឹងទទួលបានបាទយើងទទួលបាននៅចំណូលសរុបមួយបាទគេហៅថាចំណូលបន្ទាប់ពីការដកចំណាយទៅលើថ្លៃសេវាកម្មឬក៏ចំណាយដោយផ្ទាល់ឬក៏ចំណាយទៅលើទំនិញបាទអញ្ចឹងអត្ថន័យនៃ gross profit margin បាទគឺចង់បង្ហាញថាគឺជាចំណូលមួយដែលយើងបាទគេហៅថាទូទាត់ទៅលើបាទគេហៅថាទូទាត់ទៅលើការចំណាយទៅលើទំនិញឬក៏សេវាកម្មដោយផ្ទាល់តែម្ដងបាទអញ្ចឹងយើងដកពីចំណូលពីការលក់ទូទាត់ជាមួយនឹងតម្លៃនៃទំនិញឬក៏សេវាកម្មនោះបាទយើងនឹងទទួលបានប្រាក់ចំណេញដល់មួយដោយយើងមិនទាន់បានទូទាត់ទៅលើចំណាយប្រតិបត្តិការផ្សេងនោះទេបាទអញ្ចឹងក្នុងនេះបាទបើសិនជាយើងក៏លេខមើលបាទគឺចំណូលរបស់គាត់បាទនៅក្នុងឆ្នាំ2020ហ្នឹងគឺចំនួន350000បាទចំណាយដែលតាក់ទងទៅនឹងបាទគេថាទំនិញឬក៏សេវាកម្មនោះ180,000បាទអញ្ចឹងបន្ទាប់ពីដកទៅយើងឃើញថា170,000បាទហើយបើយើងក៏លេខមកមើលឆ្នាំ2026បាទគឺប្រាក់គេថាប្រាក់ចំណូលសរុបរបស់គាត់បាទមានការធ្លាក់ចុះបាទដោយសារតែកត្តាដែលយើងមើលមកផ្លែតទៅគឺយើងឃើញថាជាតួលេខបាទគឺចំណូលនៃការលក់របស់គាត់បាទមានការកើនឡើងធម្មតានោះទេបាទប៉ុន្តែអ្វីដែលជាការកត់សម្គាល់បាទគឺយើងក៏លេខមកមើលថ្លៃដើមរបស់គាត់បាទ core goals របស់គាត់បាទមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងបើយើងមើលមកផ្នែកបាទគេហៅថាមើលមកផ្លែតដោយភ្នែករបស់យើងបាទគឺយើងពិបាកនឹងការគេហៅថាធ្វើការវិនិច្ឆ័យបាទថាតើចំណូលរបស់គាត់ពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគេហៅថាចំណូលដល់របស់គាត់ធៀបជាមួយនឹងការលក់របស់គាត់ហ្នឹងមានប្រមាណភាគរយបាទអញ្ចឹងដើម្បីរកនៅការគេហៅថាតម្រង់ដែលយើងអាចងាយស្រួលក្នុងការពិនិត្យមើលទៅលើបាទគេហៅថាផលធៀបនៃចំណូលសរុបរបស់គាត់ធៀបជាមួយនឹងការលក់ដើម្បីឲ្យវាងាយស្រួលជាងការមើលតួលេខគឺយើងឲ្យឈ្មោះថាបាទគឺ gross profit margin អញ្ចឹង gross profit margin បាទគឺជាបាទចំណូលដល់ធៀបជាមួយនឹងគេហៅថាការលក់ឬក៏ចំណូលបាទដែលបានមកពីការលក់នោះឯងបាទអញ្ចឹងយើងស្មើបាទយើងដាក់សញ្ញាស្មើបាទយើងយក gross profit margin បាទនៅក្នុង row 8ចែកជាមួយនឹងបាទគឺrevenue បាទនៅក្នុង row ទី6បាទនៅក្នុង column B បាទសំទោសដោយសារវាលើសសញ្ញានេះមិញបាទអញ្ចឹងគឺយើងចែកទៅគឺយើងនឹងឃើញ49បាទ49%អញ្ចឹងបើសិនជាបងប្អូនចែកទៅបងប្អូនអត់ទាន់ឃើញ49បងប្អូនយកសញ្ញាបាទសញ្ញានេះបាទសញ្ញាភាគរយគឺបងប្អូននឹងទទួលបានភាគរយនោះហើយបាទអូខេអញ្ចឹងនៅពេលដែលយើងទទួលបានយើងបានជាភាគរយនៅក្នុងគេហៅថាឆ្នាំ2020បាទយើង copy paste បាទ copy paste select នៅក្នុងជួរបាទជួរ date ទាំងអស់ហ្នឹងបាទរហូតទៅដល់ឆ្នាំ2026បាទយើងនឹងទទួលបាននៅ gross profit margin មួយគឺបាទគឺឆ្នាំ2020រហូតដល់ឆ្នាំ2026បាទអញ្ចឹងនៅពេលដែលយើងចង់ដឹងបាទពីមួយពេលទៅមួយពេលឬក៏ពីមួយឆ្នាំទៅមួយឆ្នាំបាទយើងអាចនឹងមើលឃើញបាទគឺឃើញថា
គម្លាតបាទក៏ដូចជាបំរែបំរួលនៃប្រាក់ចំណូលរបស់យើងធៀបជាមួយនឹងការលក់ហ្នឹងបាទមានការកើនឡើងឬក៏ការថយចុះបាទអញ្ចឹងបើសិនយើងប្រៀបធៀបពីឆ្នាំ2020រហូតដល់ឆ្នាំ2021បាទគឺគម្លាតរបស់វាត្រឹមតែ 1% នោះទេបាទដោយឡែកបាទឆ្នាំ2021រហូតដល់ឆ្នាំ2022បាទយើងឃើញថាប្រាក់ចំណូលបាទដែលធៀបជាមួយនឹងការលក់របស់គាត់មានការធ្លាក់ចុះបាទឆ្នាំ2023ក៏ធ្លាក់ចុះបាទឆ្នាំ2024ក៏ធ្លាក់ចុះឆ្នាំ2025ក៏ធ្លាក់ចុះរហូតដល់ឆ្នាំ2026បងប្អូនឃើញរហូតដល់រហូតដល់23%បាទនៅពេលដែលយើងក៏លេខទៅមើលបាទគេហៅថា cross profit margin បាទយើងអាចគេហៅថាជាចម្ងល់មួយថាតើប្រាក់ចំណូលរបស់គាត់បាទគឺមូលហេតុអ្វីបានជាអំពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងបាទមានការធ្លាក់ចុះជាខ្លាំងបាទជាពិសេសបើយើងក៏លេខមក5ឆ្នាំចុងក្រោយបាទពីឆ្នាំ2021រហូតដល់ឆ្នាំ2026យើងឃើញថាអាជីវកម្មរបស់គាត់បាទឬក៏ចំណូលដែលបានមកពីការលក់របស់គាត់មានការធ្លាក់ចុះបាទអញ្ចឹងយើងក៏លេខទៅមើលគេហៅថាចំណូលនៅតាមឆ្នាំនីមួយៗយើងឃើញថាប្រាក់ចំណូលរបស់គាត់បាទគឺមិនមានការថយនោះទេបាទពីមួយពេលទៅមួយពេលបាទពីមួយឆ្នាំទៅមួយឆ្នាំគឺប្រាក់ចំណូលរបស់គាត់បាទបើយើងមើលទៅមានការលក់ហ្នឹងគឺមានការកើនឡើងបាទប៉ុន្តែដោយឡែកបាទបើសិនជាយើងក៏លេខមកមើលតាក់ទងទៅនឹងចំណាយថ្លៃដើមឬក៏ core goods sold របស់គាត់បាទពីមួយឆ្នាំទៅមួយឆ្នាំក៏យើងឃើញថាមានការកើនឡើងនោះដែរបាទអញ្ចឹងកន្លែងនេះបាទយើងអាចគេហៅថាយើងអាចធ្វើការប្រៀបធៀបបានបាទអំពីបាទគេហៅថាតាក់ទងទៅនឹងការចំណាយរបស់គាត់បាទជាមួយនឹងការលក់របស់គាត់ថាតើភាគរយពីមួយឆ្នាំទៅមួយឆ្នាំមានគម្លាតកើនឡើងប្រមាណភាគរយបាទយើងអាចប្រើមួយទៀតគឺយើងប្រើបាទគឺ common size បាទយើងអាចប្រើ common size សម្រាប់ធ្វើការបាទសម្រាប់ធ្វើការប្រៀបធៀបពីការលក់របស់គាត់បាទអញ្ចឹងយើងមកមើលបាទគឺតាក់ទងទៅនឹងបាទគឺការប្រៀបធៀបបាទដោយយើងប្រើប្រាស់នៅ common size បាទទៅលើចំណូលរបស់គាត់ធៀបជាមួយនឹងចំណូលបាទហើយនឹងចំណាយរបស់គាត់ធៀបជាមួយនឹងចំណូលបាទពីមួយពេលទៅមួយពេលថាតើគម្លាតរបស់វាហ្នឹងគឺមានការបាទគេថាមានការកើនឡើងប្រមាណភាគរយអូខេអញ្ចឹងយើងប្រើប្រាស់រូបមន្ត common size បាទគឺយើងយកចំណូលធៀបជាមួយនឹងចំណូលបាទអូខេបាទអញ្ចឹងយើងដាក់ជាភាគរយបាទអូខេអញ្ចឹងយើងបានចំណូលមួយអូខេខ្ញុំសុំដាក់អញ្ចេះដើម្បីយើងប្រើរូបមន្តទៅយើង copy ទៅគឺវាបាទគឺវានឹងនៅភ្ជាប់ទាំងអស់បាទអូខេនេះអូខេខ្ញុំ copy ដល់ cross profit margin មួយទៀតអូខេអញ្ចឹងបើសិនជាយើងក៏លេខមកមើលបាទគឺតាក់ទងទៅនឹង core goods sold របស់គាត់បាទគឺពីមួយឆ្នាំទៅមួយឆ្នាំបាទគឺមានការកើនឡើងបាទយើងឃើញថានៅក្នុងឆ្នាំ2026បាទគឺ core goods sold របស់គាត់គឺកើនឡើងខ្លាំងមែនទែនបាទបើយើងប្រៀបធៀបពីឆ្នាំ2021រហូតដល់2026គឺមានការកើនឡើងរហូតដល់ 27% បាទអញ្ចឹងកត្តាដែលវាជះឥទ្ធិពលទៅលើ cross profit margin បាទវាអាចមានកត្តា3ដែលធ្វើឲ្យ cross profit margin ហ្នឹងគឺមានការប្រែប្រួលបាទគឺកត្តាទី1គឺកត្តាទៅលើតម្លៃបាទកត្តាទៅលើតម្លៃការកើនឡើងនៃថ្លៃឬក៏ការធ្លាក់ចុះនៃតម្លៃបាទវានឹងធ្វើឲ្យបាទគេហៅថាចំណូលហ្នឹងបាទមានការប្រែប្រួលទៅតាមតម្លៃពីព្រោះតែទំនិញនៃការលក់ហ្នឹងគឺវាប្រែប្រួលទៅលើតម្លៃនៃការលក់បាទកត្តាមួយទៀតបាទគឺកត្តាចំណាយបាទគឺប៉ុណ្ណានៅពេលដែលចំណាយកើនឡើងឬក៏ចំណាយថយចុះហ្នឹងគឺវានឹងជះឥទ្ធិពលបាទទៅលើបាទគេហៅថាចំណូលផងដែរបាទដោយសារតែធម្មតាបើសិនជាយើងទិញឧទាហរណ៍ថាអាវមួយបាទតម្លៃ$2បាទហើយបើសិនជាយើងលក់ក្នុងឆ្នាំ2024បាទ$2 5 កាក់បាទគឺយើងចំណេញបានតែ5 កាក់នោះទេប៉ុន្តែដោយឡែកបាទនៅពេលដែលវាឡើងរហូតដល់$2.75បាទវានឹងធ្វើឲ្យយើងចំណេញបានតែ0.25ទៅវិញបាទអញ្ចឹងនៅពេលដែលយើងក៏លេខទៅមើលបាទគេហៅថា cross profit ក៏ដូចជាយើងមកមើលភាគរយនៃឬក៏ cross profit
ធៀបជាមួយនឹង sale ឬក៏ឲ្យឈ្មោះថា gross profit margin បាទគឺយើងអាចនឹងដឹងអំពីបាទគេហៅថាតម្រង់នៃប្រាក់ចំណូលពីមួយពេលទៅមួយពេលហ្នឹងមានការកើនឡើងឬក៏ការថយចុះបាទដោយធៀបជាមួយនឹងចំណូលនៃការលក់របស់គាត់ហើយបើសិនជាយើងក៏លេខឃើញថាតើកត្តាណាខ្លះបាទដែលយើងអាចចង់ស៊ីជម្រៅទៅទៀតបាទយើងប្រើប្រាស់នៅរូបមន្តមួយទៀតគឺយើងឲ្យឈ្មោះថាបាទ command size ឬក៏យើងឲ្យឈ្មោះថា vertical analysis បាទអញ្ចឹងការដែលប្រើនៅ vertical analysis គឺយើងយកបាទ item មួយដែលជាធាតុនៃនៅក្នុងគេហៅថាផ្នែកនៃរបាយការណ៍ចំណូលនីមួយៗហ្នឹងគឺចែកជាមួយនឹងបាទធាតុនៃប្រាក់លក់របស់គាត់ឬក៏ហៅថាចំណូលសរុបរបស់គាត់បាទគឺយើងធ្វើការធៀបទាំងអស់នោះយើងនឹងឃើញអំពីបាទគម្លាតបាទឬក៏ភាគរយនៃតាក់ទងទៅនឹងកត្តាឬក៏ភាគរយនៃផ្នែកនីមួយៗដែលវាជាអតិពលបាទទៅលើការប្រាក់ចំណូលបាទគាត់បាទអញ្ចឹងខ្ញុំឧទាហរណ៍បាទគឺរបៀបនេះបាទដែលយើងអាចនឹងមើលបាទពីគេថាការឡើងឬក៏ការថយចុះនៃប្រាក់ចំណូលរបស់គាត់បាទដោយយើងប្រើប្រាស់នៅធាតុមួយឬក៏សមាសភាពមួយនៅក្នុងគេថារបាយការណ៍ហិរញ្ញវត្ថុឬក៏របាយការណ៍ចំណូលដើម្បីធ្វើការប្រៀបធៀបបាទអញ្ចឹងយើងនឹងដឹងអំពីកត្តាណាខ្លះដែលវាអាចនឹងជះឥទ្ធិពលបាទទៅលើប្រាក់ចំណូលបាទក៏ដូចជាយើងអាចជាសំណួរបន្ថែមបាទដើម្បីធ្វើការសួរជជែកឬក៏គេហៅថាដើម្បីស្វែងរកនៅដំណោះស្រាយណាខ្លះដើម្បីធ្វើការទប់ស្កាត់នៅប្រាក់ចំណូលរបស់គាត់នឹងឲ្យវាមានភាពល្អប្រសើរក៏ដូចជាឲ្យអាជីវកម្មរបស់គាត់នឹងគឺល្អប្រសើរទៅមុខបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះសម្រាប់ការធ្វើការផ្ដល់នៅជាការរូបមន្តក៏ដូចជាការគណនាទៅលើបាទគឺ gross profit ហើយនិង gross profit margin បាទអញ្ចឹងនៅក្នុងវគ្គក្រោយៗទៀតបាទខ្ញុំបាទនឹងធ្វើវីដេអូចែករំលែកអំពីបាទគឺការដែលយើងអាចគណនាទៅលើ operating expense បាទក៏ដូចជា operating income បាទការដែលយើងគណនាទៅលើ EBITDA ទៅលើ NPAT ឬក៏ net income បាទអញ្ចឹងយើងនឹងមើលថាតើratio ណាខ្លះឬក៏ vertical គេហៅថា key financial analysis ណាខ្លះដែលយើងអាចយកមកធ្វើការពិភាក្សាទៅលើបាទរបាយការណ៍ប្រាក់ចំណូលនេះបាទអញ្ចឹងអរគុណសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទសម្រាប់ការតាមដានក៏ដូចជាការចំណាយពេលវេលាមកមើលបាទទស្សនាមកនៅក្នុង YouTube របស់ខ្ញុំបាទអញ្ចឹងសង្ឃឹមថាបងប្អូនបាទជួយ Subscribe បាទក៏ដូចជា Like នៅក្នុងវីដេអូរបស់ខ្ញុំបាទអរគុណច្រើនប្រិយមិត្តទាំងអស់គ្នា